តោះថ្ងៃនេះមកមើលខ្ញុំថែមប្រគេជាមួយទឹកស៊ីអ៊ីវប្រគេថ្ងៃនេះខ្ញុំថែមតែកន្លះគីឡូទេហើយមុនថែមហ្នឹងយើងមកសម្អាតប្រគេបើយើងមកដកក្បាលចេញមកខ្ញុំថែមលើកមុនខ្ញុំដាក់ទាំងក្បាលតែលើកនេះអត់ទេខ្ញុំកាត់ក្បាលចេញហើយបកសបកចេញដូចគ្នាទុកតែសបកហ្នឹងក៏ទុយបន្តិចគេស្រួលកាន់ញ៉ាំហើយឆ្កឹះអាចវានៅខាងលើហ្នឹងចេញដែរបកប្រគេស្អាតហើយយើងយកប្រគេហ្នឹងមកថែមជាមួយនឹងទឹកសូដាទៅហើយបើយើងចង់ត្រាំជាមួយនឹងស្រាការ៉េក៏បានខ្ញុំអត់បានទិញសូដាឬក៏ស្រាការ៉េអីទេខ្ញុំកន្លែងឃើញទូទឹកកកមានស្រាក៏ដាក់ស្រាកែនស្បត់ធម្មតាទៅយើងដាក់ហ្នឹងក៏បានដែរពីព្រោះវាជួយកាត់ឆ្អាមអត់ដូចគ្នាហាន់ខ្ទឹមបារាំងជាមួយនឹងខ្ញីឲ្យស្អាតមកយើងទុកដាក់ដាំជាមួយនឹងទឹកស៊ីអ៊ីវខ្ញុំដាក់ទឹកសមួយកូនចានទឹកត្រី3វែកជាមួយនឹងស្ករសមួយវែកនឹងដូចគ្នាយើងកូរវាឲ្យលាយហើយយើងយកទៅដាំទៅដាក់ខ្ទឹមបារាំងជាមួយនឹងខ្ញីរបស់យើងចូលទៅឲ្យវាលួយជាមួយគ្នាទៅវាធ្វើឲ្យរសជាតិទឹកស៊ីអ៊ីវរបស់យើងកាន់តែឆ្ងាញ់ពេលពេលនេះយើងមកហាន់ម្ទេសខ្ទឹមសខ្ទឹមក្រហមទុកដាក់ខាងក្រៅហើយមកត្រៀមប្រគេយើងឲ្យស្អាតទៅហើយក្រូចដែលខ្ញុំចិតប្រទេសហ្នឹងទាំងអស់គ្នាមិនដាក់ក៏បានដែរហើយទឹកស៊ីអ៊ីវដែលពុះហើយហ្នឹងយើងទុកឲ្យត្រជាក់តិចទៅចាំយើងយកមកចាក់លើប្រគេរបស់យើងទាំងអស់គ្នាទុកមកយកទៅឬក៏4-5ម៉ោងអីក៏យកមកញ៉ាំបានដែរប្រគេថែមទឹកស៊ីអ៊ីវនឹងខ្ញុំអាសាធ្វើញ៉ាំមែនតើដោយសារខ្ញុំចូលចិត្តហើយនេះបន្ទាប់ពីមកយប់ហើយប្រគេរបស់យើងមានរូបរាងបែបហ្នឹងវីដេអូមានតែប៉ុណ្្នឹងទេបើសិនជាចូលចិត្តកុំភ្លេចជួយ follow និង share វីដេអូនេះផងអរគុណ